ăn cho lên cỏ hòm sầmรับcho lên cỏ hòmนี่คือเงินจำเป็นแต่ได้บางคนได้ก่อนมีสัตว์ที่สัตว์โคสัตว์ชุกไปได้บางคนมีหมูสัตว์ก่อนนั้นบางคนคูตายอหมูสัตว์ก่อนนั้นมันจำจะlên cỏ hòmก่อนเราយើងចំជ្រែងក្រហមនេះគឺយើងទាញយកផលប្រយោជន៍ពីរគឺទី1សាច់ចលែនធ្វើជាចំណីសត្វចិញ្ចឹមមានដូចជាមាន់ដូចជាទាឬក៏ត្រីឬក៏កែបហើយមួយទៀតគឺយើងប្រមូលអាចចលែនដាក់ដំណាំផ្សេងៗបងហើយសម្រាប់ទីមុខគោគឺយើងកាវិក្រោះបោះដាក់មកដូចខ្ញុំនេះអាចគោដែលយើងទៅកាវិក្រោះមកថ្មីទេខ្ញុំដាក់អានទៅតាមួយទឹកទេវាស៊ីសោះបងនេះស្រោចទឹកឬ30នាទីទៅមកទឹកទៅវាស៊ីសោះបងនេះតែមុខគោដែលវាស៊ីសោះណាវាស៊ីអស់ទៅវាចេញមកសោះចឹងបងនេះគឺជាសត្វចលែងក្រហមដែលវាជាប្រភេទសត្វដែលស្បូរប្រូតេអ៊ីនណាសម្រាប់ធ្វើជាចំណីមាន់ចំណីទាឬក៏ត្រីដ៏មែនតើសម្រាប់ពុកម៉ែអ្នកគាត់ត្រូវពុកម៉ែបងប្អូនអ្នកគាត់ត្រូវការពូជអាចកំងខាងខ្ញុំបានខាងខ្ញុំមានលក់ពូជទីតាំងខ្ញុំនៅស្រុកប្រជែងខេត្តព្រៃវែងលេខទូរស័ព្ទខាងលើហ្នឹងបងប្អូនអាចតែមកលើមានណាក៏បានអរគុណច្រើន